một hàng ăn nó từ càng bay xoay càng nhiều hàng biết sao này bánh hàng nó một cái cho crom tí baอย่างงี้trong cái mà mùi là như mưa đời sáng là tầm mùi này mà crom tung rồi bay cái thờiជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះហេលីគៀងជានិស្សិតឆ្នាំទី3នៃវិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកហើយនៅទីនេះផងដែរគឺយើងបានមកដល់ខេត្តមណ្ឌលគិរីមកដំណើរទស្សនកិច្ច RF Environmental Analysis Field Trip ហើយសកម្មភាពរបស់ពួកយើងនៅទីនេះហ្នឹងគឺយើងចង់វាស់ទៅលើព្រៃកង់ដែលផ្សព្វផ្សាយចេញពីខាងស្ថានីយ៍វៀតណាមក៏ដូចជាព្រៃកង់ដែលផ្សព្វផ្សាយចេញពីស្ថានីយ៍កម្ពុជាហើយនៅទីតាំងនេះផងដែរគឺយើងបានមកដល់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ621ហើយយើងនឹងវាស់ស្ទង់ទៅលើ power ដែលផ្សព្វផ្សាយចេញពីស្ថានីយ៍វៀតណាមពីចន្លោះព្រៃកង់ណាទៅព្រៃកង់ណាយើងនឹងសិក្សាហើយយើងនឹងវាស់ស្ទង់យើងនឹងហើយបន្តិចទៀតនេះយើងនឹងត្រឡប់ទៅទីតាំងស្នាក់នៅរបស់យើងគឺនៅខាងក្រុងសានមនោរម្យហើយយើងនឹងចាប់ផ្ដើម set up នៅឧបករណ៍ម្ដងទៀតដើម្បីវាស់ស្ទង់ទៅលើចន្លោះព្រៃកង់ដែលផ្សព្វផ្សាយចេញពីស្ថានីយ៍វៀតណាមហ្នឹងយើងនឹងប្រៀបធៀបទៅនឹង reference signal ដែលយើងវាស់នៅឥឡូវនេះដែលគៀកនឹងព្រំដែនកម្ពុជាវៀតណាមអញ្ចឹងយើងនឹងដាក់ទិសដៅដាក់ directional antenna ហ្នឹងយើងដាក់ធ្វើម៉េចឲ្យចំមកខាងទិសដៅមួយហ្នឹងហើយយើងនឹងសិក្សាថាតើpower ដែល transmit ចេញពីស្ថានីយ៍របស់វៀតណាមហ្នឹងមានការថយចុះទៅតាមកិច្ចសន្យានិងកិច្ចព្រមព្រៀងរវាងកម្ពុជាវៀតណាមឬអត់អញ្ចឹងយើងអាចចាប់ផ្ដើមមើលសកម្មភាពរបស់ពួកគាត់សកម្មភាពរបស់សិស្សនិស្សិតឆ្នាំទី3និងឆ្នាំទី4ដែលគាត់កំពុងតែរៀបចំវាស់វែងវាស់ស្ទង់ទៅលើ power ដែលចេញពីស្ថានីយ៍វៀតណាមនិងស្ថានីយ៍កម្ពុជាទៅតាមចន្លោះព្រៃកង់រៀងខ្លួននឹងក៏រៀងក្រុមដោយសារគាត់ក្រុមមួយគាត់មានចន្លោះព្រៃកង់ដែលគាត់ត្រូវពិនិត្យផ្សេងគ្នាអីទេវាខុសមានមិនតិចទៀតអីទេសំខាន់វានៅក្នុង channel 54ដក7មានសុបាទខ្ញុំបាទឈ្មោះលៀមបន្លុងជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យភ្នំពេញនៃមហាវិទ្យាល័យវិស្វកម្មនៃ Department ទូទៅមេគមនិងអេឡិចត្រូនិកថ្ងៃនេះផងដែរពួកខ្ញុំនិងមិត្តភ័ក្តិរបស់ពួកខ្ញុំហ្នឹងគឺធ្វើការចុះវាស់ព្រៃកង់នៅព្រៃកង់វិទ្យុព្រៃកង់ TV ដែលវាមានទាំងអស់3 band ដែលនៅក្នុង band នីមួយៗហ្នឹងពួកខ្ញុំវាស់ចាប់ពីព្រៃកង់ពី54ទៅដល់ព្រៃកង់89ហើយពីព្រៃកង់174ដល់230ហើយនឹងព្រៃកង់មកបែនចុងក្រោយហ្នឹងគឺពី470រហូតដល់806នៅក្នុងនឹងផងដែរហ្នឹងពួកខ្ញុំបានវាស់នៅខេត្តមណ្ឌលគិរីដែលវាស់ចង់ដឹងថានៅក្នុងខេត្តមណ្ឌលគិរីហ្នឹងតើព្រៃកង់របស់ខាងវៀតណាមអាចឈ្លានពានចូលមកទឹកដីកម្ពុជាដែរឬអត់នៅឥឡូវនេះផងដែរពួកខ្ញុំកំពុងតែវាស់ហ្នឹងគឺអត់ទាន់បានឃើញព្រៃកង់របស់វៀតណាមហ្នឹងចូលមកនៅក្នុងទឹកដីកម្ពុជាទេប៉ុន្តែប្រហែលជាប្រហែលមកខាងមុខនេះពួកខ្ញុំក៏អត់ទាន់ដឹងដែរពួកខ្ញុំធ្វើការវាស់បន្តិចសិនហើយនេះផងដែរគឺជាសកម្មភាពក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងធ្វើការវាស់ដើម្បីយកទៅធ្វើជា report ឬក៏ធ្វើជា reference អីផងដែរនៅក្នុងហ្នឹងគឺពួកគាត់កំពុងតែវាស់នៅ spectrum ដែលមើលទៅលើ signal ដែល frequency ដែលខាងដែលយើងផ្សាយចេញពីប៉ុស្តិ៍ទូទួលហ្នឹងតើខាងវៀតណាមហ្នឹងបានផ្សាយមកឬក៏អត់ record ឬក៏ការយក data ដែលយើងការវាស់ទៅលើ frequency TV នេះគឺពួកយើងវាស់រយៈពេលគឺ24ម៉ោងចាប់ពីម៉ោង8ល្ងាចរហូតដល់ម៉ោង8ល្ងាច
នៅថ្ងៃបន្ទាប់ទៀតហើយនៅក្នុងនឹងផងដែរពួកយើងនឹងចាំមើលទាំងអស់គ្នាតើប្រេកង់របស់វៀតណាមអាចមានការឈ្លានពានចូលទឹកដីកម្ពុជាដែរទេសួរខ្ញុំបាទឈ្មោះសាន់ឈុនជាសិស្សឆ្នាំទី4នៃ Department វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកហើយក៏ជាសិស្សចំនួនទី8ផងដែរហើយពួកយើងមកពីសាកលវិទ្យាល័យភ្នំពេញថ្ងៃនេះពួកយើងមានការធ្វើទស្សនកិច្ចសិក្សាមួយមកកាន់ខេមរគិរីដែលខ្ញុំនិងសិស្សសាស្ត្រនិស្សិតដទៃទៀតគឺយើងបានធ្វើការមកកាន់ខេមរគិរីនេះក្នុងគោលបំណងដើម្បីធ្វើការវាស់ទៅលើ signal ដែលមានខាងក្នុងខេមរគិរីក៏ដូចជាបញ្ហា interference ពីប្រទេសជិតខាងផងដែរការវាស់ទៅលើ signal នេះគឺពួកយើង focus ទៅលើការវាស់ទៅលើ mobile ក៏ដូចជា TV ក៏ដូចជា FM ផងដែរហើយការធ្វើទស្សនកិច្ចមួយនេះក៏ជួយឲ្យសិស្សានុសិស្សស្វែងយល់ពីគ្នាបានកាន់តែច្បាស់លាស់បង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅក៏ដូចជាស្វែងយល់ពីសន្តានដីនៅខាងក្នុងខេមរគិរីផងដែរដាក់ការពីមួយនេះគឺក៏ក្នុងមកដល់ទៅហើយជំនាញជាផងដល់ហ្នឹងមកគឺគឺបានមកមក មិនវាឆ្លងទៅពេលយប់ដោយមកកណ្ដាលហ្នឹងយើងឃើញថា signal ហ្នឹងវាចឹងមិនថាអ្វីមណ្ឌលគិរី